ជំរាបសួរបងប្អូនថ្ងៃនេះពេលរសៀលទី19វិច្ឆិកាឆ្នាំ2025ព្រឹត្តិការណ៍តាមព្រំដែនថ្ងៃនេះមានឃើញថាម៉ោង 11:08 នាទីខាងភៀកគីថៃបានផ្ទុះអាវុធតែម្ខាងនៅចំណុចថ្មដាខេត្តពោធិ៍សាត់ចន្លោះម៉ោងនេះក៏ឃើញមានដ្រូនស៊ើបការរបស់ថៃបានហោះឡើងតាមបន្ទាត់ព្រំដែនខ្ពស់តែមិនចូលដីខ្មែរនោះទេអាកាសធាតុរៀងត្រជាក់ខ្យល់រៀងខ្លាំងបន្តិចហើយបងប្អូននៅទីនេះគឺសុខទុក្ខធម្មតាប្រងជើងការប្រយុទ្ធ 100% ជាធម្មតាអរគុណបងប្អូនដែលបានចែករំលែកវីដេអូមុនដែលមានអ្នកចូលទស្សនារហូតដល់ 400k ដែលជាវីដេអូម្សិលមិញខ្ញុំនិយាយពីរឿងក្របមីនជាអាវុធដែលគ្រោះថ្នាក់នៅតាមព្រំដែនមិនចង់ឲ្យមានផលប៉ះពាល់សម្រាប់ប្រជាជននិងកងទ័ពខ្លួននោះទេតែប្រទេសថៃបានធ្វើឲ្យប្រជាជននិងកងទ័ពខ្មែរមិនទុកចិត្តដោយសារតែការដឹកនាំរបស់ប្រទេសថៃហាក់បីដូចជាមិនគោរពពាក្យសម្ដីនិយាយចរចាចុះកិច្ចសន្យាប្រែក្រឡាស់ហែកចោលតែឯងអនុម័តតែខ្លួនឯងចុះកិច្ចសន្យាដឹងឮមានអាស៊ានអាមេរិករហូតដល់ប្រធានាធិបតីដូណាល់ត្រាំដឹងឮក៏ហ៊ានព្យួរចោលកិច្ចសន្យាតែឯកតោភាគីនេះហើយជាចរិតដែលធ្វើឲ្យប្រជាជនខ្មែរកងទ័ពខ្មែរមានការព្រួយបារម្ភមិនទុកចិត្តគ្រោះថ្នាក់ជាងក្របមីនចាស់ដែលនៅក្នុងដីខ្មែរទៅទៀតជំរាបសួរបងប្អូនអរគុណសម្រាប់ការចែករំលែកវីដេអូខ្ញុំពីម្សិលមិញមានអ្នកមើលរហូតដល់ 300k ពេលនេះថ្ងៃត្រង់ទី19ខែវិច្ឆិកាឆ្នាំ2025នៅតាមបន្ទាត់ព្រំដែនពុំមានការផ្ទុះអាវុធអ្វីនៅឡើយទេហើយអរគុណបងប្អូនដែលបានចែករំលែកព័ត៌មានដែលពិតត្រឹមត្រូវចេញពីរូបខ្ញុំបាទហើយខ្ញុំចង់បន្ថែមបងប្អូនថាក្របមីនចាស់ដែលសល់ពីបុរាណមកតាមបន្ទាត់ព្រំដែនគ្មានអ្នកណាចង់ឲ្យវានៅក្នុងដីដើម្បីបង្កគ្រោះថ្នាក់ដល់ប្រជាជនខ្លួនកងទ័ពខ្លួននោះទេតែដល់យើងមើលឃើញថាបច្ចុប្បន្នប្រទេសថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីឃើញថាមានការផ្លាស់ប្ដូរប្រែក្រឡាស់មិនគោរពពាក្យសម្ដីវាមើលទៅគួរឲ្យខ្លាចជាងក្របមីននឹងទៅទៀតមិនដឹងថាពេលណាពួកវានឹងចូលមកឈ្លានពានទឹកដីកម្ពុជាដងនោះទៀតទៅទៀតនោះទេព្រោះថាយើងមិនអាចទុកចិត្តបានទេនិយាយបាត់ដៃខ្នងដៃឯកចោលកិច្ចសន្យាដោយឯកតោភាគីនេះហើយតែអ្វីដែលជួគួរឲ្យខ្លាចជាងក្របមីនទៅទៀតអញ្ចឹងសង្ឃឹមថាបងប្អូនយល់ថាកម្ពុជាមិនចង់មានក្របមីននៅក្នុងដីទេហើយកម្ពុជាទឹកមិនចង់មានចំនួនជាមួយនឹងប្រទេសជិតខាងនៅឡើយណាអស់សូមតែសុខសន្តិភាពសុវត្ថិភាពការពារដែនអធិបតេយ្យរបស់ខ្លួនមិនឲ្យមានការបាត់បង់អរគុណបងប្អូនជម្រាបលាពីព្រំដែនជួរមុខជម្រាបសួរបងប្អូនពេលនេះថ្ងៃត្រង់18វិច្ឆិកាឆ្នាំ2025ស្ថានភាពនៅព្រំដែនគឺមិនទាន់មានការផ្ទុះអាវុធទេហើយបងប្អូនកងទ័ពយើងគឺបានត្រៀមប្រយុទ្ធ 100% ជាធម្មតានេះជាការងាររបស់យើងហើយទោះមិនមានការប្រកាសគម្រាមកំហែងអីក៏យើងត្រៀមប្រយុទ្ធឲ្យ 100% ដែរអញ្ចឹងអរគុណបងប្អូនសម្រាប់វីដេអូមុនដែលបានជួយ like ចែក share ជួយចែករំលែកតទៅនឹងព័ត៌មានមីនហើយខ្ញុំចង់បន្ថែមបន្តិចតទៅនឹងមីននៅតាមព្រំដែននេះបងប្អូនជួយណាស់កងទ័ពយើងព្រោះចំនួនកងទ័ពយើងច្រើនទេតិចបើប្រៀបធៀបមួយកងទ័ពវាគឺតិចអញ្ចឹងបើយើងមានមីនទៅហ៊ានពួកខ្ញុំនៅតាមព្រំដែននេះគឺជាផ្នែកមួយជួយបានច្រើនអញ្ចឹងពួកវាពិបាកក្នុងការចូលវាលុកយើងណាតែបើសិនជាអត់មីនវាងាយស្រួលគេចូលមកគេងាយស្រួលចូលហើយយើងទប់ទល់ក៏យើងពិបាកអញ្ចឹងគិតថាពិបាកនេះមិនមែនថាយើងមិនឈ្នះគេឬក៏បែបមិនទេយើងថាប្រៀបលទ្ធភាពនៃការយកឈ្នះគឺវាមានភាគរយទៅតាមនឹងដែរតែ
ហើយបើសិនជាយើងមានមីនភាគរយនេះឈ្នះតាម2 1ចូលមកអីគុណនឹង2អីគឺអត់អាចចូលចុះទេព្រោះភូមិសាស្ត្រយើងនេះផ្លូវអាកាសអីគឺពិបាកណាស់បងប្អូនមើលឃើញហើយដើមឈើខ្ពស់ណាស់ហើយយើងផ្លូវដីយើងបានតែមីនហ្នឹងដែរហើយអាវុធធនធ្ងន់គឺអាចចូលកើតទេតំបន់លើភ្នំនេះបានថ្មើរជើងតែបើដោះមីនហើយដូចបើកផ្លូវវាងាយស្រួលចូលចឹងបាទសូមអរគុណបងប្អូនកុំភ្លេចជួយចែករំលែកព័ត៌មានដែលខ្ញុំបាននិយាយនេះទៅកាន់បងប្អូនយើងបតិទៀតបានដឹងផងហើយព័ត៌មាននេះគឺព័ត៌មានប្រកបអត់មានបានបន្ថែមបន្ថយទេអរគុណច្រើនបងប្អូនបងស្រីហ្នឹងអូមកខោអាវហាខោអាវចាហាខោអាវឯងបងហ្នឹងបាទហើយបងមានបងស្រីមួយគាត់ថាពីមុនមកគាត់មានកង្វល់ក្នុងចិត្តបាទហើយគាត់ថាតាំងពីបានឃើញបងឯងឃើញខ្ញុំមកនឹងគាត់បានបរិច្ចាគអីវ៉ាន់តែគាត់បានផ្ដល់ឲ្យជាសម្ភារៈផ្ទះបាយឬសម្ភារៈហូបចុកណាបងអូគ្រឿងឧបភោគបរិភោគបាទហ្នឹងហើយមិនបាច់ហ្នឹងហើយគាត់ថាពេលបានដែលបរិច្ចាគអញ្ចឹងទៅដូចស្រាលក្នុងចិត្តវិញអញ្ចឹងណាគាត់មានឆន្ទៈអញ្ចឹងបំណងប្រាថ្នារបស់គាត់ហ្នឹងគឺបានដូចបំណងអ្វីដែលធ្វើតាមឆន្ទៈសេចក្តីស្រឡាញ់ពេញចិត្តនៅក្នុងការឲ្យទានហ្នឹងដល់ពេលគាត់បានលះបង់ទ្រព្យសម្បត្តិហ្នឹងហើយគាត់នឹងសប្បាយចិត្តហើយបាទព្រោះថាគាត់បានបំពេញនៅបំណងរបស់គាត់ឬក៏ជាអំពើល្អដែលគាត់ចង់ធ្វើយូរហើយគាត់បានធ្វើបាទហ្នឹងហើយគាត់ថាទ្រព្យសម្បត្តិក៏មានលុយកាក់ក៏មានប៉ុន្តែគាត់នៅតែខ្វល់ក្នុងចិត្តទៅបានជួបបងឯងជួបខ្ញុំអញ្ចឹងគាត់លេងទៅស្រាលក្នុងចិត្តអីក្នុងចិត្តគាត់សប្បាយចិត្តគាត់អីចឹងណាហ្នឹងហើយពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាទ្រព្យសម្បត្តិយើងច្រើនយ៉ាងណាក៏ដោយប្រសិនបើយើងមិនបានចែករំលែកនៅទ្រព្យសម្បត្តិនោះទៅជាទាននៅក្នុងការបំពេញអំពើល្អទេយើងតែងតែមានសៅមងនៅក្នុងចិត្តហ្នឹងព្រោះថាបលពោតអ្វីទាំងអស់ទ្រព្យសម្បត្តិទាំងអស់នេះធ្វើឲ្យយើងមានកង្វល់ក្នុងការថែរក្សាខ្លាចបាត់បង់ដោយប្រការផ្សេងភ្លើងឆេះឬចោលលួចឬក៏បាត់បង់ដោយប្រការណាបើសិនបើយើងយកទ្រព្យសម្បត្តិហ្នឹងយកមកធ្វើជាទានហើយតែយើងស្រឡាញ់យើងពេញចិត្តហើយធ្វើឲ្យចិត្តយើងជ្រះថ្លាហើយគឺយើងរីករាយទេវតាតែងឲ្យពរប្រអិនឲ្យជ័យសុខសេរីសួស្តីហើយបាទអរគុណជម្រាបលាអរគុណដែលបងស្រីដែលគាត់បាននិយាយចឹងមកកាន់ពួកខ្ញុំក៏សប្បាយចិត្តដូចគ្នាបាទចិត្តខ្លាំងហើយអរគុណណាស់បងអរគុណធំអរគុណមែនតែនហ្មងបាទបងហើយយើងថាសុកចប់សង្គ្រាមយើងសច្ចាថាធ្វើបងប្អូនគ្នាមិនហ្នឹងហើយចាំស្រុកសានត្រានចាំនេះបងអឿនគាត់ថាគាត់ដាក់គោមួយតែយើងឯកភាពអត់ឯកភាពតើឲ្យទៅស្រុកសានត្រានគោបងឯងប៉ុណ្ណាហើយបងគោឲ្យគេចាំដែរធំអីតែណាឲ្យគេចាំពេលយើងត្រូវធ្វើមើមហូបដល់អញ្ចឹងពេចក៏ឲ្យមួយស្រុកសានត្រានអញ្ចឹងឲ្យសុកសានត្រានយើងធ្វើកម្មវិធីអបអរសាទរបងប្អូនយើងយកគេជំនះមែនទេបងហ្នឹងជប់លៀងឲ្យសบายចិត្តឥឡូវមិនអាប់អួរផ្លូវចិត្តទេបងមានទេយើងកតាបកិច្ចយើងត្រូវបំពេញអញ្ចឹងយើងអត់មានពេលវេលាដើម្បីស្បាយជុំបងប្អូនសบายឡើយបាទទេផងតាមានបាត់ផងតានេះបាទហើយបងឯងយើងសบายទៅខុសរឿងអ្វីណាតែបងឯងងើបឈរមួយនេះមកតំណាងបងប្អូនយើងទាំង3នេះមើលទេបាទមកអូទេសភាពអស់តោះហ្មងទេសភាពស្រស់ស្រង់សែនមនោរម្យផ្ការីកជួបខ្ញុំប្អូនទី1ឯងបងខ្ញុំទាលំអបងខ្ញុំប្អូនទី1បងទី2បងកដាល
บอก ទី1មិនអូនឯងទី3 អូនឯងទី បើប្អូន អូនពៅ ប្អូនបើ ហ្នឹងទី3ទី3ទី2ទី1ណែ ឥឡូវបងទី1មានអីនិយាយខ្លះ បងក៏សប្បាយចិត្តណាស់ដែលបានជួបជុំបងប្អូនប៉ុន្តែអ្វីដែលសប្បាយបំផុតយើងចង់បានសន្តិភាពពេលណាសន្តិភាពស្រុកយើងសានត្រានយើងបានជួបជុំគ្នានិ ស យា បាយ យ ទាំងគ្រួសារ បាទជួបជុំគ្នាយើងនិយាយឲ្យចេញអស់ពីដួងចិត្ត បាទបង ពីកៅបេះ បងក៏សប្បាយចិត្តដែរបានជួបជុំបងប្អូនហ្នឹងហើយបានជួបជុំហ្នឹងហើយតែគាត់ថាមិនសប្បាយខ្លាំងចាំមើលដល់សុខទេសយើងសានត្រានទៅអាហ្នឹងយើងជួបជុំគ្នាលក្ខណៈជាគ្រួសារហ្នឹងហើយជាគ្រួសារជាកូនជាចៅមកយើងពេលហ្នឹងយើងសប្បាយភាសាទៀត បាទ ហ្នឹងហើយហ្នឹង ប៉ុន្ តែ តែ ឃើញសប្បាយបំផុតយើងជួបជុំគ្នាឥឡូវនេះយើងហូប7សិនដាក់អ្នកម៉ាត់ញោកញោ តែជួនហើយស្គី អត់ទេបញ្ចេញណាស់ដែរ ដឹងថា ជាតិមកតែអូមកជួយណាជួយក្នុងណា ថ្ងៃនេះ ចេះបងបាទ គេថាខ្សែជីវិតវាមានជូរមានចត់ មានល មា វិញ នហ្នឹងហើយមានជួបមានប្រប់ចឹងកុំតូចចិត្ត បាយបេះណា3កង់ឲ្យស្មើគ្នាប៉ុន្តែចេះបងសុកសានប្រានខ្ញុំមកគ្រួសារបងឯងមកគ្រួសារទាំងអស់យើងទៅហូបស៊ុបនោះបង ហ្នឹងហើយ ចង់ហូបស៊ុប ហូបអីក៏បានដែរពេលហូបទៅខាងត្រានហ្នឹង អរគុណហើយនេះនេះសិនមើលបងឯងអ្នកចែក ចែកនេះនេះអូនឯង ចា នេះពីរនាក់យើង មកបងហូប7មួយគ្នា មិនហូបទេនៅលើមានបងប្អូននេះមាន អានេះឲ្យឆ្ងាញ់ ជុំជុំបងប្អូន ហ្នឹងហើយ មកបងចូលរួម ឲ្យស្គាល់រសជាតិជូរសិនណាបងប្អូនស្គាល់ជូរសិនមិនដឹងថា ជួ ម្ដាយ ឲ្យ នេះ ចត់ បា ច ទ ត់ឲ្យផ្អែម បាទហើយខ្ញុំដាក់មុនណា ហ្នឹងហើយ មកដល់អើយងាញ់ណាណា ជូរមក ផ្អែមដល់បេះដូងវីតាមីន C វីតាមីន C នេះបានដឹងថាបងប្អូននេះ តែ បងប្អូន យើងចែកម្លែកគ្នា ចូលរួមបងប្អូនមួយទៀតណាបង ហ្នឹងហើយ បងប្អូនមួយទៀតចង់ពោលទេ 7នេះ7ជូរមិន7ផ្អែមប៉ុន្តែធ្វើមកអត់ជូរ ធ្វើមកជូរ បាទអរគុណ មកអត់ជូរអត់កែថ្លៃថ្លៃស្គួតគាត់ធ្វើមកអត់ជូរនេះធ្វើមកអត់ជូរទេ បាទ បងប្អូនជាពិសេសនោះទឹកបឹងយើងសម្រាប់ទឹកបឹង បាទ ៀបមើល ដែលខ្ញុំទៅដាក់មងត្រីណាបងប្អូន ហ្នឹង ស្រស់ស្អាតណាបងប្អូនបើទេសុខទេសសានត្រាន ចាំយកត្រីមកប្រឡែងទៀត បាទថ្នាក់ដឹកនាំគាត់បើកឲ្យ យកថៃមកប្រឡែង ឲ្យមកលេងដើម្បីការរំនិធាននឹងគេថាពិតជាល្អបងប្អូនជុំវិញសម្បូរទៅដល់សម្រាប់ធម្មជាតិនិងព្រៃភ្នំ បាទ បាទ ចាំយើងយកត្រីមកប្រឡែងទៀត បាទ អរគុណឈោងមកបងឈោងមកដល់អត់ទាញខ្លាំងពេកបាក់ដើមអត់កើតទេស្គៀលហ៎អូទៅខាងនោះវិញបងខាងនោះវិញហេធ្លាក់គុំទុកទៅខាងនោះវិញធ្លាក់ទៅក្រោមណាចោះហឺមើលខ្ញុំទាញបងអ្នកបេះ វាអត់មានអីដាក់ចេះមិនមានឈើដាក់ចេះឈើមកចឹង មើលបងនេះលូកដៃ លោកមិនដល់លាក់ដល់ កើតអត់ទាញទៅក្រោយមៀលអានោះហ៎បងមៀលល្មៀលទេទៀតដាក់អញ្ជើញមកឯងហ្មងដាក់ ហ្នឹងបាន ហេកើតទេ មានអីថាកើត បងអូនទាញដៃម្ខាងហ្នឹងតាមទុំហ្នឹង ស្គៀលហើយចឹង kia này លឿងនេះនោះទៀតលក់ខាងនេះ
บองขนาด อันนี้ bà ใบหอยบาน tiếng nó đôi mà nhỉ dần ai ơi tộc dần mà này tiền hả bông อันนี้ก็ได้ nó ta muối bán đấy ta khăn đấy bán đấy น่ะ nắng nè. à nắng ú tum à lùi muối bạt bọn mở tòng muối Cu ve lùi. cu ve lùi bạt ok อันนี้เอาตอนจะเคี้ยวแล้วนี่ ở toán này เนื้อละห้องปลายช้อนแต่เอาตอนเคี้ยวจะจ้า Chà. ดึงดึง Ở mơi nó kìa. เปิดดัง nụa đá nó fly chở nào bỏ เออ ô nụ โอ้เนื้อ ừ ตรงด mai rồi ói nè ำเอ๊ะกระปรอกซีบัด Cặp tụng nói tụng ấy cặp róc xí เอาไป ô สุดท้าย cặp róc xí ói อันนี้เรามาเทียบโอ้ย hạt tụng ấy cặp róc không เรามาเทียบ ta hiểu không mà anh rồi rồi เรามาเทียบ mời nó mở bỏ đây nó lại nè ô anh nó này bòi mà anh nó lùi bó nó นี่อันนี้เรามาเทียบแล้ว nè mình hiền อ่ะเนี่ยสะอาดมาเทียบ mà giống á chắc mình nhóm đây pin ấy và nó นะ chụp ในยอดตกซะนี่ và ô ở té bóng ตกสะอาดเด้อ và ở té kia lấy bóng nó mà หัวเราต้มกระปรอกซีได้อ่ะ xí đấy trời mà proxy tụi ấy proxy không เออเนี่ย tụi ấy nu bè skill không bông อันนั้น bè skill này cái này อันนี้ cái này อันนั้น nè đau nè อ่าเนี่ย skill lận อันนี่เนี่ยนี่ดิเคี้ยว mà เนี่ยเนี่ย bay không nói thẹn không ngoài thẹn ở đây cho em vỡ đây เรื่องไงน่ะ lừa tụi ấy skill khác nhà một bay อะไรตามตัว nó bay mà chưa chụp chắp chòm ở bán đây tập mũi cho bán đây bong chắp vinh ปี tập mũi báo bán đây bọn anh ở chắp trong bồ ở โอ้ไอ้มันเลยนี่เลยวัวนี่จังจ้าป่ะ mồ mà lấy mồ อ๋อเลยจับบ้าน bỏ mà bỏ บุ้ยปีไป ồ nụ nụ bỏ ôi nụ nè bông bồn tọc đọc sạch ai nè tọc đọc sạch bông bé khởi nha anh khởi offline nè